គោរពជំរាបសួរពួកខ្ញុំទាំងពីរនាក់គឺជាស្កៃរ៉ាឌីមច្បងមកពីសាកលវិទ្យាល័យកម្ពុជាគ្រប់គ្រងនិងបច្ចេកវិទ្យាដែលហៅកាត់ថា CUMT បានចូលរួមកម្មវិធីកៃរិទ្ធថ្មើរព្រៃថ្នាក់ជាតិលើកទី5ក្រោមប្រធានបទកៃរិទ្ធនិងសម្បត្តិបេតិកភណ្ឌសម្រាប់នេះគឺផ្ទាល់នេះគឺជាលើកដំបូងរបស់ពួកខ្ញុំហើយក៏ជាលើកដំបូងរបស់សាកលវិទ្យាល័យខ្ញុំមកដែរដែលមានឱកាសបានចូលរួមក្នុងកម្មវិធីថ្មើរព្រៃនឹងហើយសម្រាប់ផលវិបាកដែលខ្ញុំបានជួបនៅក្នុងការថ្មើរព្រៃនឹងធម្មតាពេលដើរព្រៃវាមានបញ្ហាច្រើនមែនទែនការដើរព្រៃផ្លូវក្នុងព្រៃវាមិនមែនដូចផ្លូវស្រួលដូចយើងនេះទេតាមផ្លូវគឺវាអត់ឆ្លាស់ទេវាឆ្អៀតហើយបញ្ហាមួយទៀតគឺក្នុងផ្លូវនឹងវាល្អិលហើយសត្វល្អិតក៏អញ្ចឹងដែរមានច្រើនគ្រប់ប្រភេទផ្លូវថ្មើរព្រៃគឺវាមានកន្លែងខ្លះក៏វាមានភាពលំបាកដែរដោយសារហេតុអីផ្លូវវាមានលក្ខណៈតូចចង្អៀតហើយព្រៃក៏ស្ដុកហើយកន្លែងខ្លះទៀតគឺវាមានរងថ្មធ្ងន់ធំវាពិបាកមែនទែនធ្វើឲ្យយើងមានការពិបាកហើយកន្លែងខ្លះទៀតដើមឈើវាបាក់សង្កត់នៅចំកន្លែងផ្លូវដែលយើងដើរអញ្ចឹងយើងមានការពិបាកខ្លះប៉ុន្តែបញ្ហាទាំងអស់ហ្នឹងវាមិនមែនជាបញ្ហាដែលធ្វើឲ្យយើងអត់អាចទៅមុខបានឬក៏សម្រេចលើគោលដៅរបស់យើងបានទេដោយសារខាងក្រុមការងារខាងកៃរិទ្ធគឺគាត់បានរៀបចំមេរៀនយូរទៅមុននឹងឲ្យយើងថ្មើរព្រៃហ្នឹងគឺឲ្យយើងរៀនសិនហើយរៀនហ្នឹងមិនមែនបានតែរៀនទៅត្រឹមទ្រឹស្ដីទេគឺគេអនុវត្តផ្ទាល់ឲ្យយើងមួយទៀតគឺរៀនពីសញ្ញាថ្មើរព្រៃដែលធ្វើឲ្យយើងដឹងថាតើទិសដៅណាដែលយើងត្រូវទៅគេប្រាប់ទាំងអស់ហើយចំណុចមួយទៀតដែលខ្ញុំគិតថានឹងពិបាកហើយវាថ្មីសម្រាប់បងក៏ដូចជាអ្នកទាំងអស់គ្នាគឺពាក់ព័ន្ធទៅនឹងសាសនាធម្មតាពួកខ្ញុំគឺសាសនាអ៊ីស្លាមអញ្ចឹងម្ហូបអាហារសម្រាប់សាសនាអ៊ីស្លាមយើងដែលចូលរួមកម្មវិធីហ្នឹងលើក្រោយទៀតកុំភ័យថាគេអត់មើលយើងគេអត់អាហារគេអាចលីលំអីគឺអត់ទេសម្រាប់បទពិសោធន៍ខ្ញុំផ្ទាល់ដែលបានចូលរួមកម្មវិធីហ្នឹងគឺខាងគណៈគ្រប់គ្រងរបស់កៃរិទ្ធគឺគាត់បានរៀបចំយូរទៅគេគិតគេធាពីចំណុចតាំងពីចំណុចទូចឡើងគឺសូម្បីតែកន្លែងគេងម្ហូបអាហារអីហ្នឹង3ពេលមានគ្រប់ហើយគេរកអ្វីដែលហាឡាល់ឲ្យយើងហើយសម្រាប់បទពិសោធន៍ថ្មើរព្រៃលើកនេះគឺខ្ញុំបានទទួលបានបទពិសោធន៍ច្រើនអំពីដំណើរថ្មើរព្រៃមួយនេះដូចជាការរៀនអំពីសញ្ញាថ្មើរព្រៃសញ្ញាប្រាប់ផ្លូវហើយនឹងរបៀបចងខ្សែសង្គ្រោះជីវិតដូចជាចងខ្សែធ្វើចដើឡើងដើម្បីសង្គ្រោះអ្នកដែលធ្លាក់ជាដើមហើយការរួមខ្លួនសាមគ្គីគ្នានឹងថាក្នុងការថ្មើរព្រៃយើងសង្កេតឃើញថាក្រុមការងារគឺគាត់ជួយគ្នាមែនតើនៅពេលដែលមានសមាជិកយើងម្នាក់មានបញ្ហាជើងក៏បញ្ហាសុខភាពអីគាត់ធ្វើការជួយធៀមអត់ហើយបទពិសោធន៍មួយទៀតគឺយើងអាចយកទៅផ្ទះវិញបានសម្រាប់សហគមន៍របស់យើងគឺការដើរក្នុងព្រៃដោយលើកក្រោយយើងអាចដឹកនាំក្រុមការងាររបស់យើងឬក៏សកលរបស់យើងដូចជាសកលរបស់ខ្ញុំអញ្ចឹងវាដំបូងអញ្ចឹងយើងអាចយកទៅដឹកនាំសកលរបស់ខ្ញុំអាចមកព្រៃលើកក្រោយទៀតបានជាចុងក្រោយខ្ញុំចង់ជំរុញឲ្យគ្នាយើងចូលរួមកម្មវិធីនឹងឲ្យបានច្រើនព្រោះថាវាគឺជាបទពិសោធន៍ថ្មីមួយដែលយើងគិតថាបើយើងស្ដាប់មើលទៅពិបាកអីប៉ុន្តែនៅពេលដែលយើងបានចូលរួមហើយគឺយើងដឹងថាអានឹងគឺវាមានសារៈសំខាន់សម្រាប់យើងខ្លាំងមែនទែន